ឲ្យជ្រះឲ្យដាស់ឲ្យស្រឡះបាទកុំនៅធិលហ្នឹងបានក៏មិនប្រាប់មិនបានក៏មិនប្រាប់ព្រោះអីភូមិខ្ញុំស្អាតអស់ហើយនៅសល់តែបន្តិចហ្នឹងទាស់តែបន្តិចហ្នឹងហ្មងស្មៅកាន់តែដុសច្រើនពេលភ្លៀងម្ដងទឹកអត់ហូរទេគ្រប់ថ្នាក់នឹងខ្ញុំអត់ចេះទេតែសូមប្រកាន់តែការឡើងនេះគឺឡើងជឿសូមសំណុំពរគណៈថាបីជាទីគោរពអង្គវេទិកាទាំងមូលជាទីមន្ត្រីខ្ញុំបាទសូមអនុញ្ញាតដំណើរការកម្មវិធីវេទិកាផ្សព្វផ្សាយនិងយោបល់នាថ្ងៃនេះមានកិច្ចយកការអញ្ជើញចូលរួមពីគណៈថាបីរួមមានអាដាមជុកខុនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនិងជាតំណាងរបស់ពួកអាដាមម៉ាត់សរិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញសូមអរសាទរអាដាមលោកជំទាវលោកស្រីសមាជិកសមាជិកានៃអង្គវេទិកាជាទីរាប់អានវេទិកានឹងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះគឺជាការផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រស្រ័យទាក់ទងរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ប្រជាពលរដ្ឋតំណាងសង្គមស៊ីវិលវិស័យឯកជនក្រុមប្រឹក្សាប្រភេទផ្សេងទៀតដើម្បីផ្លាស់ប្ដូរយោបល់បទពិសោធន៍និងដល់ប្រឹក្សាអតិភិបនៃការអភិវឌ្ឍរាជធានីភ្នំពេញប្រកបដោយចីរភាពតម្លាភាពប្រសិទ្ធភាពនិងបរិយាបន្នជាក់ស្ដែងនៅថ្ងៃនេះគឺក្រុមប្រឹក្សារាជធានីភ្នំពេញបានដាក់ចេញនៅបញ្ហាដែលតាក់ទងទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដោយផ្ដោតទៅលើប្រធានបទ4បាទ1គឺការងារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសាធារណៈ2គឺការងារអភិវឌ្ឍមូលដ្ឋាន3គឺការងារសុខុមាលភាពសង្គមនិងបរិស្ថាន4គឺការផ្ដល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមរយៈច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋដូច្នេះចំពោះវត្តមានរបស់អាយដាមលោកជំទាវអរលោកស្រីនាឱកាសនេះមានសារៈសំខាន់បំផុតដែលអាចលើកឡើងនៅមតិយោបល់ជាអនុសាសន៍ដើម្បីកែលម្អជាសំណើសំណូមពរសម្រាប់កែលម្អអភិវឌ្ឍមូលដ្ឋាននៃរាជធានីភ្នំពេញរបស់យើងឲ្យបានផុសផុលព្រោះយើងទាំងអស់គ្នាចង់បានថាការផ្ដល់សេវាសាធារណៈពីរដ្ឋបាលរាជធានីរដ្ឋបាលខណ្ឌរដ្ឋបាលសង្កាត់ធ្វើម៉េចឲ្យបានកាន់តែប្រសើរឡើងឆាប់រហ័សនិងប្រកបដោយបរិយាបន្នជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរដល់អង្គវេទិកាផ្សព្វផ្សាយព្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខនាពេលនេះទទួលបានជោគជ័យ 100%សូមគោរពជូនពរគណៈអធិបតីជាកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមជាសមាជិកសមាជិកានៃអង្គវេទិកាទាំងមូលសូមបានសំប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីខ្លាយនិងសូមប្រកាសបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី4នៅខណ្ឌសែនសុខចាប់ពីពេលនេះតទៅសូមអរគុណក្នុងកម្មការយកចិត្តដាក់ក្នុងការពង្រឹងសមត្ថភាពបដិវត្តកម្ម Digital និងបដិវត្តឧស្សាហកម្ម 4.0 ដល់លោកតាលោកយាយលោកពូលោកអ៊ំមីងបងប្អូនប្រជាពលរដ្ឋសង្គមស៊ីវិលមន្ត្រីរាជការគ្រប់ដំណាក់កាលក្នុងខណ្ឌសែនសុខទាំងមូលដែលកន្លងមកនេះបានរួបរวมសាមគ្គីគ្នាជាធ្លុងមួយបានផ្ដល់ទាំងសម្ភារៈនិងថវិកាជួយដល់វិរៈកងទ័ពរបស់យើងដែលកំពុងតែការពារនៅព្រំដែនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅត្រូវតែមានការជឿជាក់ចំពោះការដឹកនាំដ៏ភ្លឺស្វាងរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៃយើងព្រមទាំងមានការជឿជាក់លើវិរៈកងទ័ពដែលកំពុងតែឈរជើងនៅព្រំដែនការពារសន្តិភាពជូនយើងទាំងអស់គ្នាបីមានបញ្ហាល្អកកដោយសារបញ្ហាកិច្ចព្រមព្រៀងសន្តិភាពដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយផុយស្រួយយ៉ាងណាក៏ដោយក៏យើងឯនេះនៅតែខិតខំប្រឹងប្រែងអភិវឌ្ឍ
សង្កាត់ខណ្ឌរបស់យើងឲ្យមានការអភិវឌ្ឍទៅចម្រើនស្របតាមការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៃសហរដ្ឋជាតិប្រកបដោយតម្លាភាពប្រសិទ្ធភាពនិងបរិយាបន្នទន្ទឹមនឹងនេះក្រុមប្រឹក្សារាជភ្នំពេញបានដាក់ចេញនូវប្រធានបទចំនួន4ដើម្បីជូនដល់លោកតាលោកយាយលោកពូលោកអ៊ំមីងបងប្អូននាថ្ងៃនេះធ្វើជាមូលដ្ឋានក្នុងការពិភាក្សាលើកឡើងនៅមតិយោបល់ជូនដល់ក្រុមប្រឹក្សារាជភ្នំពេញក៏ដូចជារដ្ឋបាលរាជភ្នំពេញជាធាតុចូលសម្រាប់ការកសាងអភិវឌ្ឍមូលដ្ឋានរបស់យើងឲ្យកាន់តែរីកចម្រើនថែទៀតបីសូមប្រកាសបើកកិច្ចពិភាក្សាចាប់ពីពេលនេះតទៅសូមគោរពអញ្ជើញយើង ស្នើសុំបើកផ្លូវអែបនឹងបរិយា Highland ដោយផ្លូវនេះវាមានហើយប៉ុន្តែដោយសារសប្តាហ៍ថ្ងៃ Highland គាត់ធ្វើរបងបាត់បាទធ្វើរបងបាត់អញ្ចឹងជាប្រវត្តិមិនអាចចរាចរបានទេតែបើសិនជាបើកផ្លូវនេះបានទោះបីផ្លូវតែជើងលិចក៏យើងអាចចរាចរជិះតាមផ្លូវនឹងបានដែរ ទឹកឈ្មោះនឹងខ្ញុំជួអង្គសុភាពតំណាងឲ្យសហគមន៍សន្សំប្រាក់ចាហើយនឹងខ្ញុំសូមសំណូមពរសូមសំណូមពរដល់អស់លោកទាំងអស់ដែលពាក់ព័ន្ធការដោះស្រាយនៅសំណើរបស់ប្រជាពលរដ្ឋនេះនឹងខ្ញុំសូមជួយពង្រីកផ្លូវនៅចូលសហគមន៍ខ្ញុំការដែលនាងខ្ញុំស្នើសុំប្លង់កម្មសិទ្ធិជាមួយលោកចៅសង្កាត់ជាមួយនឹងប្រជាពលរដ្ឋទាំងអស់នោះមុននឹងលោកឲ្យប្លង់កម្មសិទ្ធិមកលោកបានចែងផ្លូវនោះមានគោលការណ៍របស់លោកច្បាស់លាស់ផ្លូវចូលនោះ4ម៉ែត្រផ្លូវទៅតឹងហ្នឹងឲ្យបរិយា2ម៉ែត្របានលោកព្រមបញ្ជូនប្លង់ឲ្យតែឥឡូវនេះប្រជាពលរដ្ឋអត់ព្រមទេមានតយ៉ាក់តអីធ្វើឲ្យចង្អៀតផ្លូវហើយនឹងខ្ញុំឡើងមកសំណុំពរនេះគឺបារម្ភនឹងភ្លើងឆេះគុណភ្លើងឆេះខ្ញុំខ្លាចមែនតើព្រោះឃើញរងថ្ងៃឃើញអាគីភ័យគ្រប់កន្លែងហើយមួយទៀតផ្លូវ1984គឺជាផ្លូវរដ្ឋហើយលោកយាយគាត់បានលោកយាយសក់សគាត់បានទិញផ្លូវហ្នឹងចំនួន3000យូរណាស់ហើយតែឥឡូវគាត់អត់បើកផ្លូវហ្នឹងទេហើយបំណងធំបំផុតគឺនឹងខ្ញុំខ្លាចអាគីភ័យកើតឡើងហើយខ្ញុំឡើងមកនេះគឺសំណុំពរតែការពង្រីកផ្លូវនេះឯងព្រោះអីនឹងខ្ញុំបម្រើជាពលរដ្ឋក្នុងសហគមន៍30ឆ្នាំហើយនឹងខ្ញុំអត់មានគិតរឿងហត់លំបាកនឹងប្រាក់ខែអីអត់ទេតែគ្រាន់តែថាឥឡូវនេះនឹងខ្ញុំសំណុំពរសូមឲ្យតែពង្រីកផ្លូវព្រោះអីនៅក្នុងបារម្ភព្រោះពាក្យចាស់ពោលថាសុកចិត្តលងទូកណ្ដាលទន្លេកុំឲ្យភ្លើងឆេះផ្ទះអញ្ចឹងខ្ញុំសូមសំណុំពរដល់អាដាមទាំងអស់ដែលពាក់ព័ន្ធសូមជួយដោះស្រាយនៅគោលបំណងរបស់នឹងខ្ញុំនេះផងចាសូមអរគុណវិបាលដែលឡើងមកថ្មីនេះសូមឲ្យជួយចុះទៅមើលភូមិពាំងស្វាយផងឲ្យបានផ្លូវលំគេដូចភូមិដទៃទៀតខ្ញុំសូមអរជប៉ុលអង្គារសប្តាហ៍ក្រោយក្រុមជំនាញខាងរដ្ឋកោទឹកនឹងចុះទៅពិនិត្យទីតាំងដើម្បីរៀបចំតបដាញជូនបាទតែបងប្អូននៅខាងក្មួយបាទចំពោះការស្នើតទឹកនេះដែរនៅដែលបានលើកឡើងមុននេះគឺថានៅក្នុងអង្គវេទិកានេះគឺមានខាងមន្ត្រីខាងរដ្ឋកោទឹកអញ្ជើញចូលរួមដែរបាទខ្ញុំឃើញមានបាទអញ្ចឹងទៅចប់ពិធីនេះខ្ញុំសូមថាឲ្យលោកចៅសកាត់ដែលចូលរួមនៅទីនេះដែរគឺថាសូមបាទជាមួយនឹងមន្ត្រីជំនាញខាងរដ្ឋកោទឹកដែលមកទីនេះសូមចុះពិនិត្យទីតាំងបាទហើយបញ្ជាក់ជូនជាមួយប្រជាពលរដ្ឋរបស់យើងថាតបានឬមិនបានបើតបានប្រើរយៈពេលប៉ុណ្ណាឲ្យជ្រះឲ្យដាស់ឲ្យស្រឡះបាទកុំនៅធិលនៅហ្នឹងបានក៏មិនប្រាប់មិនបានក៏មិនប្រាប់បាទគោលការណ៍ដឹកនាំរបស់អាដាមអភិសន្តិបណ្ឌិតសសខាបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបានព័ត៌មានប្រជាពលរដ្ឋដោះបានក៏ឆ្លើយដោះមិនបានដោយសារមូលហេតុអីក៏ត្រូវតែឆ្លើយប្រាប់ម្ចាស់សំណូមពរវិញដែរបាទអញ្ចឹងពាក់ព័ន្ធការងារនេះគឺយើងអាចសហការរួមគ្នាដើម្បីដោះស្រាយនៅការលំបាកក៏ដូចជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក្រៅពីនេះទៀតខ្ញុំសូមអនុញ្ញាតមិនចំណាយពេលវេលាវែងពាក់ព័ន្ធនឹងការស្នើផ្សេងបាទតែបានលើកឡើងនៅក្នុងអង្គវេទិកានេះខ្ញុំនឹងអាចចុះពិនិត្យផ្ទាល់ហើយខ្ញុំបាទក៏សូមអាចថានឹងអនុញ្ញាតដើម្បីផ្ដល់ភារកិច្ចជូនអភិបាលរងលោកស្រីអភិបាលរងដើម្បីចុះពិនិត្យទីតាំងជាក់ស្ដែងហើយយើងនឹងខិតខំប្រឹងប្រែងដោះស្រាយទៅតាមលទ្ធភាពដែលក្របខ័ណ្ឌរដ្ឋបាលខណ្ឌអាចធ្វើបានខ្ញុំសូមគោរពជូនពរគណៈអធិបតីភ្ញៀវកិត្តិយសសមាជិកាអង្គវេទិកាទាំងមូល
សូមបានប្រកបនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងឃ្លាតឡើយនិងសូមប្រកាសបិទអង្គវេទិកាផ្សព្វផ្សាយនិងគ្រោះយោបល់របស់ក្រុមប្រឹក្សារាជភ្នំពេញអាណត្តិទី4ក្នុងឆ្នាំ2025ចាប់ពីពេលនេះតទៅសូមអរគុណ